មេរៀនអង់គ្លេសពាក្យអំពីជីវិតជនបទ 1. Tranquil គុណនាមមានន័យថាស្ងប់ស្ងាត់មានសន្តិភាពគ្មានការរំខានឧទាហរណ៍ The village is tranquil in the evening ភូមិនេះគឺស្ងប់ស្ងាត់នៅពេលល្ងាច 2. Village នាមមានន័យថាភូមិឧទាហរណ៍ My grandparents live in a small village ជីដូនរបស់ខ្ញុំរស់នៅក្នុងភូមិតូចមួយ 3. Road នាមមានន័យថាផ្លូវឧទាហរណ៍ The road is lined with palm trees ផ្លូវនេះមានដើមត្នោតអមសងខាង 4. Scenic គុណនាមមានន័យថាស្រស់ស្អាតមានទេសភាពស្រស់ស្អាតឬគួរឲ្យទស្សនាឧទាហរណ៍ This is a scenic view of the rice fields នេះជាទេសភាពស្រស់ស្អាតនៃវាលស្រូវ 5. Rice fields នាមមានន័យថាវាលស្រែឧទាហរណ៍ Farmers are working in the rice fields កសិករកំពុងធ្វើការនៅវាលស្រែ 6. Palm trees នាមមានន័យថាដើមត្នោតឧទាហរណ៍ Palm trees grow along the village road ដើមត្នោតដុះនៅតាមដងផ្លូវក្នុងភូមិ 7. Farmers នាមមានន័យថាកសិករឧទាហរណ៍ Farmers wake up early to work in the fields កសិករធុញញាក់ពីព្រឹកដើម្បីទៅវាលស្រែ 8. Ox cart នាមមានន័យថារទេះគោឧទាហរណ៍ The ox cart carries rice from the fields រទេះគោដឹកស្រូវចេញពីស្រែ 9. Steel houses នាមមានន័យថាផ្ទះឈើដែលមានសសរខ្ពស់ពីដីឧទាហរណ៍ Many villages have steel houses ភូមិជាច្រើនមានផ្ទះឈើសសរខ្ពស់ 10. Mountains នាមមានន័យថាភ្នំឧទាហរណ៍ Blue mountains can be seen in the distance មើលពីចម្ងាយឃើញភ្នំពណ៌ខៀវស្រងាត់ 11. Calmness នាមមានន័យថាភាពស្ងប់ស្ងាត់សភាពស្ងៀមស្ងាត់និងស្រួលចិត្តឧទាហរណ៍ Nature brings calmness to people ធម្មជាតិនាំមកនូវភាពស្ងប់ស្ងាត់ដល់មនុស្ស 12. Lifestyle នាមមានន័យថារបៀបរស់នៅទម្លាប់និងរបៀបរស់នៅប្រចាំថ្ងៃឧទាហរណ៍ Village lifestyle is simple របៀបរស់នៅតាមជនបទមានភាពសាមញ្ញ